ก็ปัดเนี่ยตาเตะตามเต็มทนเลยเอาให้ท่าทายแมนเตะมาเลยนึกmuốn tiêu bao nhiêu niềm yêuอะไรเต้มาเต้ยูเต้ไปตามขึ้นวันเตะอัดเมียนี่พี่ต๊อกต่อแล้วយើងមកស្ដាប់ចំណាប់អារម្មណ៍បាននារីខ្លះហាម្នាក់ដែលគាត់ធ្វើតែមកពីទឹកជ្រោះថ្មអញ្ចឹងហើយគាត់បានឃើញសត្វទាកជាច្រើនបាទដល់ហើយឃើញទាកពីមុនមកអត់ទេបងមិនដែរមិនបែកឲ្យមូលហេតុគេសួរថាមុនទៅនឹងគេប្រាប់ថាមានទាកនៅហ្នឹងហេតុអីបានចេះនៅតែចង់ទៅយ៉ាងដោយសារគេថាចេះផាយទាកហ្នឹងដោយសារយើងអត់តឃើញរូបរាងប្រកបទេសម្រាប់ឃើញវីដេអូអញ្ចឹងណាហើយគេថាចង់ឃើញវាដែរតែមិនចង់ឃើញអត់ចង់ជួបវាទេព្រោះពេលតែងូតទឹកហ្នឹងក៏សិស្សច្បងខ្ញុំម្នាក់ក៏ទៀមដែរតែខ្ញុំបានឃើញហើយខ្ញុំគិតថាវាអីហើយខ្ញុំក៏សាកល្បងទៅប៉ុន្តែក៏គាត់និយាយថាអូដើរទៅប្រហែលក្នុង1ម៉ោងហើយខ្ញុំគិតថាផ្លូវវាមិនអញ្ចឹងទេពួកគាត់ថាប្រហែលជាមានអ្នកទៅដែរអញ្ចឹងណាដល់ពេលទៅដល់ចិត្តស្ដែងគឺអត់អញ្ចឹងទេវាទាកច្រើនទៀមជើងខ្ញុំហើយខ្ញុំខ្លាចខ្លាំងខ្ញុំអើយលេខទី1ហើយអញ្ចឹងទៅខ្ញុំលេងទៅហើយអញ្ចឹងពីណាគេអ្នកនាំទៅបងធនnày អរគុណគាត់អត់គាត់មិនធ្វើបាបខ្ញុំទេតែខ្ញុំចង់ទៅខ្លួនឯងទេទៅខ្លួនឯងខ្ញុំរំថាពេលទៅដំបូងនឹងខ្លាចខ្លាំងតែដល់ពេលយូរទៅបើវាទៀមវាអត់ខ្លាចដូចមុនទេវាស៊ាំវាស៊ាំហើយតែបើស្រែកវិញវានៅស្រែកបានមកស្រែកបានឃើញទាស្រែកហ្នឹងអូខេស្រែកខ្លាំងយ៉ាងណាដល់សើទៀតស្រែកអូខេអរគុណច្រើននិយាយដែរបាត់កាមេរ៉ាមួយពេលជួបទាកវិញបនព្រះអង្គចាំនេះទេពេលដើរវិញខ្ញុំធ្វើធွာនៅម៉ូតូសា3ចប់4ចប់ហើយតាមដល់ទៅជាប់ហើយខ្ញុំប្រឹងដើរទៅមុខហើយអត់មើលក្រុមសាពេលមើលក្រុមទៅដឹងឃើញទាកអញ្ចឹងទៅខ្ញុំអត់ហ៊ានមើលខ្ញុំប្រឹងដើរតែខ្ញុំនៅតែមើលកុំឲ្យវាឡើងលើខ្លួនខ្ញុំបានវាត្រឹមទៅវាជើងបានហើយត្រឹមជើងបានហើយអញ្ចឹងអាហ្នឹងពេលមកវិញខ្ញុំចង់ខ្ញុំត្រូវសូត្រធွာខ្ញុំត្រូវតាអារម្មណ៍ហើយខ្ញុំអត់ស្រែកដូចមុនទេស្រែកបានតែម្ដងពីរដងហើយមិនបាទពេលហ្នឹងព្រះអង្គចាំនេះមិនវានឹកឃើញព្រះអង្គជាកូនចៅផងព្រះអង្គបាទថាពិបាកក្នុងខ្លួនថាចេះពេលទៅដល់កន្លែងទឹកហ្នឹងចេះនឹកឃើញថាចេះត្រូវឆ្លងកាត់ម្ដងទៀតដើម្បីមកកន្លែងនេះវិញហើយគិតថាអត់មានអារម្មណ៍ងូតទឹកទេអត់ព្រោះដងឃើញទឹកចឹងចង់ងូតខ្ញុំដែរតែដល់អស់អារម្មណ៍ហើយវាថាតិមាននឹងទៀតហើយបងប្អូនក៏និយាយថាមានខ្ញុំអត់ជឿវាច្រើនមកអ្នកគ្នាតែយីស្គាល់រសជាតិម្ដងទៅបើចឹងក៏ដឹងទៅគិតថាខ្លួនឯងមុនទៅហើយគិតថាខ្លួនឯងអាចសល់ជីវិតនោះវិញអត់នេះតែបងគិតទៅចេះគេនិយាយថាវាដើរគាត់ថាដើរផែ1ម៉ោងដែរខ្ញុំថាមិនអីហើយជិះទៅវាចេះស្រួលចេះណាដល់ហ្នឹងដូចថាអត់មានអ្នកទៅហ្នឹងទេអញ្ចឹងទៅទាកហ្នឹងវានៅអត់ទៅមានផ្លូវដែលគេដើរស៊ាំអញ្ចឹងទៅទាកហ្នឹងគឺទឹកលឺសម្រាប់គឺវាមកហ្មងផ្ញើទៅច្រវិនអត់បងឯងគិតត្រូវទៅហើយតែរ៉េវបងតែគិតត្រូវដែរចឹងខ្ញុំអត់គិតខុសទេតែគិតថាវាជាបទពិសោធន៍ថ្មីបាទហើយឡើងមកប្រៃមានអីចង់ផ្ដាំផ្ញើទៅធននេះអ្នកនាំទៅអរគុណរងធនដែលបានឲ្យខ្ញុំស្គាល់រសជាតិគឺទាកអរគុណច្រើនបងធនចង់អៀវទេអត់ទេតែឥឡូវចាំអត់ពីណាគេបេះទាកឲ្យខ្លះមកចាំអត់មានបងជីឡិនមានបងយូឥឡូវក្រោយបេះខ្លួនឯងបានទេអត់ទេអត់ហ៊ានទេហើយបងមកដឹងអត់ចាំមនុស្សអត់ល្បីហើយបងធនក៏អត់ចាំដែរអត់ចាំទាំងអស់ឥឡូវទេនៅឈប់យូរទេអត់មានទេអញមកបណ្ដុំ